ព្រះធនវង្សពិសោធន៍ចិត្តនាងពៅទ្រង់ក៏ប្រែក្រឡាធ្វើជារូបរាងស្អាតបាតដូចដើមហើយចូលទៅចែកចង់សុំក្តីស្នេហ៍ពីនាងនៅប្របមាត់បឹងមួយ